ដល់ខ្ញុំបានមកបរិច្ចាគឈាមជាទី1ជាដំបូងរបស់ខ្ញុំបាទដោយក្នុងគោលបំណងក្នុងការបរិច្ចាគឈាមនេះគឺដើម្បីជួយរំលែកមួយក៏ជួយសង្គ្រោះជីវិតរបស់ប្រជាជននិងកងទ័ពវីរៈជួរមុខរបស់យើងដែលបានធ្វើសង្គ្រាមកន្លងមកហ្នឹងយើងនៅខាងជួរក្រោយនេះយើងមិនអាចបានជួយអីពួកគាត់បានទេយើងមានតែជួយផ្ដល់ជាឈាមជួយផ្ដល់ជាកម្លាំងចិត្តទៅដល់ពួកគាត់ហើយគោលបំណងដែលអាត្មាមកនេះគឺមកដើម្បីនឹងបានបរិច្ចាគឈាមដែលវរៈជនកងទ័ពរបស់យើងបានពលីនៃជីវិតសាច់ស្រស់ឈាមស្រស់បូជានៅក្នុងបរណភាពទឹកដីនិងអធិបតេយ្យភាពការពាររាល់ការឈ្លានពានពីបរទេសនេះជាលើកទី1ដែលខ្ញុំបរិច្ចាគឈាមនិយាយពីភាពភ័យខ្លាចខ្ញុំអត់មានទេដោយសារពួកខ្ញុំនៅខាងក្នុងនេះវាថាយើងអត់អាចធ្វើអីបានច្រើនក្រៅពីយើងបរិច្ចាគឈាមក្រោយនេះទៅគាត់យើងទៅវីរៈកងទ័ពគាត់ត្រូវការឈាមហើយនឹងច្រើនអញ្ចឹងយើងអាចដល់អីបានទៅយើងផ្ដល់អ្វីដែលខ្ញុំអាចជួយបានទៅដល់ទាហានជួរមុខគឺអាចជួយអ្វីបានយើងជួយប៉ុណ្ណឹងដូចឧទាហរណ៍ថាដូចជាការផ្ដល់ឈាមអញ្ចឹងមិនចង់មានចំនួនមិនចង់មានសង្គ្រាមតទៅមុខទៀតព្រោះអីយើងឃើញហើយថាសង្គ្រាមវាតែងតែវិនិច្ឆ័យវាតែងតែមានអ្នកស្លាប់មានអ្នករបួសកម្ពុជាចង់បានតែសុខសន្តិភាពដើម្បីមានការអភិវឌ្ឍទៅមុខជាស្ថិរភាពតរៀងទៅ